bạn số sấy bông phôn mà chiêng ở kia bạn đây đây dương miền video một tiết màu bản bông phôn mà chiêng ở kia thì đấy bà vẽ phôn cho môi năng tôi sắp đài Vivo Y Zone 7 đây vì mình bánh hà bà đây vì mình bánh hà từ lớn mịch cứ tha tôi sắp đài này về để dương call từ kế đại cu mà hàng tiết sẽ đạp sẽ lên dương ở bàn chứ nó bông phôn và dương record sẽ lên nhé bọn hello 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 គឺវាអត់ record ស្រូបយកសំឡេងរបស់យើងទៅនេះស្រាប់ជ្រាបបងស្រាប់ត្រីមកហើយយើងទៅចុះចូលអត់ទេបានបន្តពីយើងបានតេស្តនៅសំឡេងដែលយើង record ហើយក៏យើងដឹងថាវាមានបញ្ហាផ្នែកមិចប៉ុន្តែយើងអត់ទាន់ច្បាស់ថាខូចមិច 100% ទេណាបងប្អូនយើងក៏រុះរើលើកមិចអីយកមកវាស់វែងយកគូសាមិចមកវាស់វែងមើលសិនថាមិចហ្នឹងវាមានបញ្ហាមែនអត់ឬក៏វាបញ្ហាមកពីម៉ាស៊ីនកាត់លើឬក៏គូសា USB ខាងក្រោមអញ្ចឹងណាប្លុកខាងក្រោមអញ្ចឹងយើងធ្វើការមើលទៅយើងនេះលើកមិចទៅនេះដាក់ស្រន់បន្តិចមកហើយកម្ដៅខ្ញុំប្រើជាមួយនឹងម៉ាស៊ីនផ្លុំបាទ O1 Pro បាទកម្ដៅ300ខ្យល់70បាទហើយយើងក៏បន្ទន់សណបាទយើងបំពកសណឡើងឲ្យឡើងជើងណាបងប្អូនបាទហើយយើងសម្អាតវាស្អាតទៅតោះមកយើងយកទៅដាក់ក្នុងតួกับជាមួយនឹងស្នាប់វាម្ដងទៀតដើម្បីយើងធ្វើការវាស់វែងអញ្ចឹងណាហើយយើងថាដឹងប្រកាសថាវាបញ្ហាមកពីមិចឬក៏បញ្ហាមកពីម៉ាស៊ីនឬក៏ម៉ាស៊ីនវាអត់ឲ្យតម្លៃយោតម៉ូតឬក៏ភ្លើងមកពីលើអញ្ចឹងណាអញ្ចឹងយើងធ្វើការវាស់របស់គ្នាដោយយើងយកក្រហមចាក់លើម៉ាស់ហើយខ្មៅចាក់នៅលើជើង data វាហើយជើងវាមានជើង3អញ្ចឹងវាជើងកដាលមូលកដាលជើងម៉ាស់ហើយជើងចំហៀងខាងស្ដាំនោះគឺត្រូវមានតម្លៃ600ជាងឬ500ជាងបាទហើយមកខាងទៀត OL អញ្ចឹងយើងច្បាស់ 100% ហើយថាវាបញ្ហាមកពីក្របមិចវាមិនខូចបញ្ហាម៉ាស៊ីនទេអញ្ចឹងណាយើងក៏ចាប់ផ្ដើមបៀកស្រល់ទៅហើយស្រល់នេះដែរការផ្លាស់ប្ដូរមិចបងប្អូនមិនអាចដាក់ស្រល់ច្រើនដូចយើងលើកអ៊ីសេតម្លាក់អ៊ីសេអីទេណាយើងដាក់ចំនួនតិចបំផុតបាទយើងដាក់ក្របមិចទៅវាជាប់ចឹងណាឃើញខ្ញុំយកស្រល់ផ្ដិតជាមួយនឹងចុងតវៀតទេខ្ញុំយកមកលាបតិចបំផុតនៅលើកន្លែងយើងដាក់មិចកន្លែងជើងមិចបាទបន្ទាប់ពីយើងលាបហើយយើងក៏រកមិចយកមកដាក់ទៅអានេះជាបទពិសោធន៍មួយសម្រាប់ការចែកម្លែកដល់បងប្អូនមកជាងតែគាត់មិនដែលផ្លាស់ប្ដូរមិចឬក៏មិនដែលជួបទៅលើបញ្ហាបែបនេះហើយយើងអាចយកពីម៉ាស៊ីនកាប់សាច់ក៏បានយកពីមិចថ្មីដែលយើងទិញពីគេក៏បានដែរអានេះខ្ញុំយកមិចថ្មីដែលខ្ញុំបានទិញពីបងអ្នកលក់អញ្ចឹងណាបាទអានេះមិចថ្មីនេះយើងត្រូវទៅស៊ីសណតាមជើងវាទៀតបាទការពារដែលយើងតម្លាក់មិចទៅវាអត់ស៊ីសណជាមួយនឹងជើងវាល្អអញ្ចឹងណាយើងទៅស៊ីសណឲ្យឡើងសតិចទៅដើម្បីយើងប្រកាសថាយើងដាក់ទៅវាជាប់បានល្អអញ្ចឹងណាហើយសម្រាប់បងប្អូនទាំងគ្នាដែលមិនទាន់បានចុច Subscribe Channel ខ្ញុំម្នាក់ Channel របស់ខ្ញុំកុំភ្លេចជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងបាទដើម្បីទទួលបាននៅមេរៀនឬក៏វីដេអូថ្មីពីខ្ញុំបន្តទៀតនៅការចែកម្លែកបទពិសោធន៍ទៅលើជួសជុលទៅលើផ្នែកទូរស័ព្ទដៃអញ្ចឹងណាបាទអានេះយើងផ្លុំតម្លាក់វិញហើយបាទយើងញោចវាបន្តិចទៅបាទបងប្អូន
ต่อไปនេះហើយយើងក៏ផ្លុំស្អំវាបន្តិចទៅឲ្យវាត្រជាក់បន្តិចយើងយកទៅតេស្តមើលទាំងអស់គ្នាណាបងប្អូនឥឡូវយើងដាក់ចូលតួវាណាបាទឥឡូវយើងដាក់ចូលតួវាដើម្បីធ្វើការតេស្តបាទឥឡូវយើងតេស្តទាំងអស់គ្នាបាទឡឡ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 ឡ